ថ្ងៃនេះថ្ងៃសៅរ៍ទី24ខែ5ឆ្នាំ2025សម្រាប់ខ្នោម្ដងនេះគឺខ្ញុំអត់នៅហើយគេដឹកគោចូលស៊ីខ្នុរខ្ញុំស៊ីឲ្យខ្ញុំកាត់កន្លែងដែលស៊ីចោលកាត់ចោលហើយបើសួរថាខឹងអត់ខឹងចុយម្រាយខឹងតែអត់ដឹងថាយើងត្រូវធ្វើអីខ្នុរនេះស៊ីលើកទី2ហើយលើកទី1ស៊ីលើកទី1គឺមានអារម្មណ៍ថាពេលត្រូវគោស៊ីទៅវាអត់ធំដូចវាខ្ញុំអត់ដឹងថាមកពីមូលហេតុអីដែរតែកន្លែងដែលស៊ីហ្នឹងគឺអត់វាអត់ឡើងហ្មងវានៅក្រឹនហ្នឹងហើយតែស៊ីលើកទី2នេះគឺធ្ងន់ស៊ីច្រើនខ្ញុំអត់ដឹងថាគេគិតអីមកដើមនេះល្អតែស៊ីអស់ហើយអានេះតើកាន់មិនតែនៅចង់អត់អីតែមិនចង់ថាស៊ីខ្ទេចអត់យល់អត់ដឹងគិតស្អីតែគោស៊ីបាញ់អញ្ចឹងដូចម៉ែវាអានេះស៊ីដាច់ចង់បានអានេះលើកមុនគោស៊ីតែឥឡូវគ្នាល្អឥឡូវមិនត្រូវគោស៊ីទេចាំមើលកាត់វាហើយខ្ញុំថតមួយសារទៀតតើវាកាត់មិនហើយខ្ញុំស្ដាយវាខ្ញុំកាត់វាទុកប៉ុណ្ណេះវាអាចនឹងដោះត្រួយចេញពីកន្លែងកាត់ប៉ុន្តែវាអាចមេឃហ្នឹងគឺវាអត់ល្អវាអាចនឹងខិនតែនេះកាត់ហើយខែវស្សាពឹងគឺជាខែលូតលាស់តែពេលវាជួបបញ្ហាអាចការលូតលាស់វាយូរវាអាចឬក៏ប្រអាការលូតលាស់រយៈពេលមកដល់វស្សាហ្នឹងមកអញ្ចឹង